តើស្ថាបត្យកម្មប្រពៃណីខ្មែរបានបំផុសគំនិតដល់ស្ថាបត្យកម្មសម័យដូចម្តេចខ្លះភូមិខ្មែរគេរៀបតាមផ្លូវពាក់កណ្ដាលមានន័យថាផ្ទះនីមួយតាមផ្លូវនិងជួបផ្លូវតែម្ដងគាត់ដែលអង្គុយនៅខាងក្រោមផ្ទះគាត់ឃើញជីវិតទាំងអស់នោះអង្គុយនៅលើគ្រែហូបបាយធ្វើការទទួលភ្ញៀវសម្រាប់ផងមានន័យថាខាងក្រោមជាកន្លែងសម្រាប់ការទំនាក់ទំនងភូមិបាគងបានយកលំនាំល្អៗពីស្ថាបត្យកម្មប្រពៃណីខ្មែរដូចជាទីធ្លាធំទូលាយចរន្តខ្យល់បរិសុទ្ធចេញចូលពីខាងក្រៅនិងទីធ្លាខាងក្រោមផ្ទះសម្រាប់ជួបជុំគ្រួសារយ៉ាងកក់ក្ដៅផ្ទះនីមួយៗបានរចនាឡើងជាពិសេសសម្រាប់ការជួបជុំនិងការនិយាយឬជជែកគ្នាលេងនៅខាងមុខផ្ទះជាកន្លែងសម្រាប់បង្កើតទំនាក់ទំនងកន្លែងដើរលំហែនិងកន្លែងអង្គុយជុំគ្នាក្នុងសួនច្បាររួមតែមួយជាសហគមន៍ភូមិបាគងបានបង្កើតតុល្យភាពសម្រាប់ស្ថាបត្យកម្មប្រពៃណីខ្មែរនិងសម័យបានឲ្យឃើញថាស្ថាបត្យកម្មខ្មែរមិនត្រឹមតែជាការរចនាប៉ុណ្ណោះទេតែគឺជាការរស់នៅជាសហគមន៍តែមួយដែលមានទំនាក់ទំនងល្អបង្ហាញពីវប្បធម៌ខ្មែរដ៏រុងរឿងនិងអស្ចារ្យ